បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទលៀបហេងជាទីប្រឹក្សាផ្នែកលក់រថយន្ត Ford ដែលថ្ងៃនេះជាថ្ងៃចុងសប្តាហ៍ណាប្រិមិត្តហើយស្មើនេះក៏ហ៊ានស្ងាត់ភ្ញៀវដែរដោយសារខ្ញុំឃើញរថយន្ត Ford Ranger Raptor គឺតែតែចូល stock ថ្មីក្តៅណាហើយថ្ងៃនេះចង់ស្រាយចម្ងល់បងប្អូនបន្តិចបងប្អូនសួរថា Ranger Raptor សាំងនិង Ranger Raptor ម៉ាស៊ុតយើងមើលមិនទៅសម្គាល់ថាមួយណាសាំងមួយណាម៉ាស៊ុតអញ្ចឹងណាអញ្ចឹងកុំឲ្យខាត់ពេលយូរតាមដែលមួយខ្ញុំទាំងអស់គ្នាអញ្ចឹងខ្ញុំប្រាប់ពីចំណុចខុសគ្នាហ្មងខុសគ្នាខាងក្រៅមិនខាងក្នុងមិនម៉ាស៊ីនមិនបាទអញ្ចឹងតោះទៅតាមតាមមួយខ្ញុំបងប្អូនគ្នាតោះអញ្ចឹងបងប្អូនទាំងអស់គ្នាទាយមើលថា Ranger Raptor មួយគ្រឿងនេះគឺជំរើសម៉ាស៊ីនសាំងឬក៏ម៉ាស៊ីនម៉ាស៊ុតដែរបងប្អូនបើអ្នកលក់មើលពីមុខចេះគឺអត់ដឹងទេបងប្អូនគឺដូចគ្នាហ្មង Ranger Raptor សាំង Ranger Raptor ម៉ាស៊ុតបាទ sensor កាមេរ៉ាភ្លើងកង់បូមអីគឺដូចគ្នាអញ្ចឹងណាយើងមើលអត់ដឹងទេតែអ្វីដែលយើងមើលដឹងពីផ្នែកខាងក្រៅគឺយើងមើលកំប៉ុងស៊ីម៉ាំងបងប្អូនកំប៉ុងស៊ីម៉ាំងប្រភេទសាំងយើងប្រើប្រភេទកំប៉ុងស៊ីម៉ាំងភ្លោះបាទកំប៉ុងស៊ីម៉ាំង2ណាតែបើម៉ាស៊ុតយើងប្រើកំប៉ុងស៊ីម៉ាំងតែមួយឯនេះបងប្អូនកំប៉ុងស៊ីម៉ាំងភ្លោះចេះបាទកំប៉ុងស៊ីម៉ាំង2ហើយសលេងកំប៉ុងស៊ីម៉ាំងយើងអាចសេរីបាន4សំឡេងបាទសំឡេងស្ងាត់សំឡេងធម្មតាសំឡេងបែប sport ហើយនិងបាហាអញ្ចឹងណាបាទហើយម៉ាស៊ីន Ranger Raptor សាំងគឺ6ម៉ាស៊ីន V6 Twin Turbo ប្រអប់លេខ10វគ្គអូតូម៉ាទិកកម្លាំងសេះគឺខ្លាំងមែនទែន397សេះប្រិមិត្តកម្លាំងរមួលកង់583 Newtonម៉ែត្របាទសឹងឲ្យស្មើឡានស្ពណ៌មួយណាប្រិមិត្តអាចសាកបានខ្ញុំតានីហ្មងហើយ Ranger Raptor ម៉ាស៊ុត4ស៊ីឡាំងបាទ 2.0 បាយតាក់បូពីដើមដែរប្រអប់លេខ10វគ្គអូតូដែរគាត់ថាម៉ាស៊ុតបងពុនផ្លូវតែ20,000ទេសាំងបងពុនផ្លូវ1,60,000អញ្ចឹងណាហើយម៉ាស៊ុតកម្លាំងបាន213សេះកម្លាំងរមួលបាន500 Newtonម៉ែត្របាទខ្លាំងដូចគ្នាគាត់ថាសាំងគឺជន់ទៅគឺស្ទុះជាងបាទរូបរាងដូចគ្នាហើយមួយទៀតបងប្អូនអាចសេរីបូមបានសេរីចកូតបានស៊ីម៉ាំងបានសម្រាប់ជំរើសម៉ាស៊ីនសាំងតែបើម៉ាស៊ីនម៉ាស៊ុតគឺយើងអត់អាចសេរីដាច់តម្លៃគ្នាបានទេអញ្ចឹងណាបងប្អូនអញ្ចឹងខាងក្នុងនេះបងប្អូនខាងក្នុងគឺដូចគ្នាបេះបិទមកបាទចកូតបាទកុងទ័រ digital អេក្រង់ touch screen ធំបាទកៅអីចុចទាំងសងខាងកៅអីអោបខ្លួនដូចគេហៅថាឡានស្ពណ៌អញ្ចឹងណាបាទតាមដៃទ្វារអីតែមួយទេសម្រាប់ម៉ូតយើងអាចសេរីបាន7ម៉ូតដូចគ្នាបាទហើយគេហៅថានេះហ្វ្រាំងដៃ electronic ចង្កឹះលេខ e-shifter wireless charge បាទកាមេរ៉ា360និយាយទៅគឺតែមួយទេអ្វីដែលខុសដូចខ្ញុំប្រាប់ចឹងបើផ្នែកខាងក្រៅគឺដូចគ្នាសឹងតែ 99% ខុសតែកន្លែងកំប៉ុងស៊ីម៉ាំងហ្នឹងទេបងប្អូនកំប៉ុងស៊ីម៉ាំងភ្លោះភ្លើងអីតែមួយទេនេះបងប្អូនអសដាត់ Raptor ហ្នឹងជាប់ជាមួយនឹងទ្វារខាងក្រោយនេះអូខេចឹងបងប្អូនមើលមកជុំទៅពេញចិត្តអត់បងប្អូនបាទហៅថាកង់អូយបងប្អូនបើកលើផ្លូវ off road គឺស្រួលមែនតើបាទដោយសារកាឡាកង់ធំបាទហើយឈ្នន់អីសប៉ែតធំងាយស្រួលក្នុងការជន់ឡើងទៅលើរថយន្តមែនតើពងសុវត្ថិភាពមកជុំឡាន blind sport ឥឡូវមើលកៅអីខាង passenger ម្ដងណាបាទកៅអីខាង passenger ម្ដងមើលមានកៅអីចុចទៀតមានកន្លែងដាក់កែវកាហ្វេអេក្រង់ touch screen នេះ Ford Performance បាទមាន e-shifter នេះបងប្អូនថែមថយលេខដៃចកូតបានកុងទ័រធំបាទខាងក្រោយក៏បានដែរខាងក្រោយក៏តលាយគួរសមដែរបងប្អូនខាងក្រោយបាទអូខេអញ្ចឹងបងប្អូនមានចម្ងល់បន្ថែមតាក់ទងមួយ Ranger Raptor ឥឡូវចាប់ដើមចូល stock បណ្ដាហើយបងប្អូនតើមានឡានខ្ញុំឆ្លៀតថតឲ្យបងប្អូនមើលឲ្យហើយអញ្ចឹងណាចាំមើលតិចទៀតមានទាំង Ranger Raptor សាំង Ranger Raptor ម៉ាស៊ុតខ្ញុំដាក់ទៅទឹមគ្នាឲ្យ compare ឲ្យបងប្អូនមើលហ្មងអញ្ចឹងណាបងប្អូនកុំភ្លេច follow ក៏ដូចជាចុច like page បងប្អូនមួយផងដើម្បីមានព័ត៌មាន update បន្ថែមមានព័ត៌មានអីថ្មីពីក្រុមហ៊ុន Ford អាចតាក់ទងបងប្អូនផ្ទាល់បានបាទ call ក៏បាន Telegram ក៏បានឬក៏តាមដាន page បងប្អូនក៏បានដែរអញ្ចឹងបងប្អូនលៀបហេងជាទីប្រឹក្សាផ្នែករថយន្ត Ford សូមអរគុណបាទសូមជម្រាបលាបាទ